នៅថ្ងៃទី12ខែមេសាក្នុងឆ្នាំ1975នៅផ្លូវខាងក្រោយសាលាតូតន្ត្រីក្រោយវត្តនាគកវ័នទួលកក្រុងភ្នំពេញនៅក្នុងផ្ទះលោកវរៈស្នីមួយរូបមិនចាំឈ្មោះនិងឋានន្តរស័ក្តិច្បាស់បានបាញ់សម្លាប់ក្រុមគ្រួសារគាត់ទាំងអស់រួមជាមួយអង្គរៈ2នាក់ទៀតផងមុននឹងគាត់ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងគាត់បានបណ្ដេញអង្គរៈតែទាហានស្មោះត្រង់ទាំងពីរមិនព្រមចាកចេញពីចវាយនេះពួកគាត់អាចនឹងដឹងច្បាស់ថានៅពេលខ្មែរក្រហមចូលមកមុននឹងសម្លាប់គឺធ្វើទរណកម្មពួកគាត់មិនលើកលែងឡើយដូច្នេះសុកចិត្តធ្វើអត្តឃាតទាំងអស់គ្នាប្រសើរជាងខ្ញុំបានទៅឈរមើលសាកសពរបស់ពួកគាត់គួរឲ្យរន្ធត់ណាស់សុកចិត្តស្លាប់មុននឹងត្រូវសម្លាប់ថ្ងៃទី17ខែមេសាក្នុងឆ្នាំ1975តាំងពីព្រឹកព្រលឹមទាហានសាធារណរដ្ឋដោះឯកសណ្ឋានទម្លាក់អាវុធរត់គេចមកផ្ទះលាយឡំគ្នាជាមួយប្រជាជនក្នុងទីក្រុងលើកទង់ជ័យសក្រពីបបួលគ្នារត់ទៅឈរមើលនៅតាមផ្លូវធំមើលកងទ័ពខ្មែរក្រហមកំពុងដើរចូលមកទីក្រុងភ្នំពេញស្នូកំភ្លើងនៅតែលឺត្រហឹងស្នូណែនដែលដឹងថាក្របកំភ្លើងបានទម្លុះសាច់នរណាម្នាក់យ៉ាងប្រកបម៉ោងប្រហែល8ទាហានប៉ារ៉ាម្នាក់មានព្យួរក្របបែកជាច្រើនពេញទ្រុងរត់ចូលមកផ្ទះខ្ញុំគឺលោកបងផនកាលពីមុនគាត់ធ្លាប់នៅជាកូនចៅក្នុងគ្រួសារខ្ញុំតាក់មុខបងផនក្រហមសឹងតែស្រក់ឈាមគាត់ក្រាបលុតជង្គង់សំពះដល់បាតជើងអ្នកម្ដាយខ្ញុំនិងនិយាយថាអ្នកម៉ែកូនសុំលាជាចុងក្រោយពួកខ្ញុំមួយបន្ទាយទម្លាក់កំភ្លើងត្រូវពួកវាបាញ់សម្លាប់ទាំងអស់ខ្ញុំរត់ចេញរួចតែម្នាក់ឯងគត់គង់តែស្លាប់ខ្ញុំត្រូវតែឲ្យពួកវាសងវិញនិយាយចប់បងផនស្ទុះងើបឡើងរត់ចេញពីផ្ទះសំដៅទៅផ្លូវធំជ្រៀតចូលទៅក្នុងចំណោមកងទ័ពខ្មែរក្រហមដែលកំពុងដើរជាវងកណ្ដាលទ្រូងផ្លូវស្នូក្របបែកជាច្រើនក្របបានផ្ទុះត្រហឹងវងទ័ពខ្មែរក្រហមខ្ទាតប៉ាងស្លាប់មួយចំនួននៅលើដងផ្លូវបងផនសុកចិត្តស្លាប់ព្រោះដឹងថាគង់តែស្លាប់ដដែលខ្ញុំអាណោចអធមនៅក្នុងចិត្តណាស់នៅថ្ងៃទី17ខែមេសាក្នុងឆ្នាំ1975ដដែលម៉ោងប្រហែល9ព្រឹកលោកឪពុកនិងអង្គរៈ4នាក់ជិះរថយន្ត Jeep A2 មកដល់ផ្ទះម្ដាយខ្ញុំព្យាយាមប្រាប់លោកឪពុកខ្ញុំឲ្យបដូរឯកសណ្ឋានចេញតែលោកពុកមានប្រសាសន៍ថាមិនអីទេគាត់ទៅទីបញ្ជាការអគ្គមេបញ្ជាការសិនបន្តិចទៀតគាត់នឹងត្រឡប់មកវិញលោកពុកបានចាក់ចេញទៅបាត់រហូតមិនត្រឡប់វិញនៅក្រោយឆ្នាំ1979ខ្ញុំបានដំណឹងពីអង្គរៈគាត់ម្នាក់ដែលរត់រួចខ្លួនប្រាប់ថាលោកឪពុកនិងទាហានជាច្រើនទៀតត្រូវពួកខ្មែរក្រហមស្កាត់ជាប់ចាប់បានតាមផ្លូវត្រូវចាប់ចងនិងខ្សែលួសចាក់សាំងដុតសម្លាប់ទាំងរស់នៅក្នុងទីអគ្គមេបញ្ជាការÖMGស្លាប់យ៉ាងអណោចអធមសូមបញ្ជាក់ផងដែរថាលោកឪពុករបស់ខ្ញុំលោកតឹមថនកើតនៅក្នុងឆ្នាំម្សាញ់នៅក្នុងឆ្នាំ1928ធ្លាប់ជាអតីតនាយទាហានសកម្មចំនួនទី4អាណានិគមបារាំងហើយចេញពីកងទ័ពបារាំងទៅចូលរួមក្នុងចលនាខ្មែរអេស្រារបស់លោកសឹងអុកថាញ់ជាមេបញ្ជាការកងទ័ពប្រយុទ្ធប្រចាំជួរភ្នំដងរែកពីឆ្នាំ1949រហូតដល់ឆ្នាំ1953រហូតដល់ប្រទេសទទួលបានឯករាជ្យទើបចេញពីសមរភូមិចូលមកទីក្រុងវិញប៉ុន្តែដោយមាននិន្នាការនយោបាយខុសគ្នាជាមួយសម្ដេចនរោត្តមសីហនុគាត់នៅតែមានឈ្មោះជាអ្នកទោសនយោបាយជានិច្ចរាជរដ្ឋាភិបាលមិនអាចឲ្យគាត់ធ្វើការងាររដ្ឋបានឡើយដូច្នេះគាត់បានធ្វើការជាមួយក្រុមហ៊ុនឯកជនរបស់លោកកហបតីម៉ែនដុលរហូតដល់ឆ្នាំ1967ទើបគាត់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ CCC Company
នៅក្រោយព្រឹត្តិការណ៍ថ្ងៃទី18មីនាឆ្នាំ1970គាត់បានចូលបម្រើជាកងទ័ពសាធារណរដ្ឋខ្មែរមានឋានន្តរស័ក្តិជាវរៈស្នេហ៍ឯកមេបញ្ជាការកងវរៈស្នាតូច386កំងដូនៃកងពលតូចថ្មើរជើងលេខ11កន្សែងសូត្រសមរភូមិខេត្តកំពង់ធំខ្ញុំបរមីជាកូនទី2បានជួបមុខលោកឪពុកចុងក្រោយនៅម៉ោង9ព្រឹកនៅថ្ងៃទី17ខែមេសាក្នុងឆ្នាំ1975ហើយបាត់ដំណឹងលោកជារៀងរហូតតាំងតែពីពេលនោះមកខ្ញុំបានទទួលព័ត៌មានថាលោកត្រូវខ្មែរក្រហមចាប់ខ្លួននិងយកលោកទៅដុតទាំងរស់ជាមួយនីតិហ៊ានជាន់ខ្ពស់ជាច្រើនអ្នកទៀតនៅក្នុងបញ្ជាការដ្ឋាននៃអគ្គមេបញ្ជាការ EMG នៃទីក្រុងភ្នំពេញបងប្អូនបង្កើតរបស់លោកទឹមថនមាន6នាក់ទី1លោកទឹមថនលោកជាកូនច្បងអតីតនីតិហ៊ានសកម្មចំនួនទី4អាណានិគមបារាំងក្នុងឆ្នាំ1975ជាវរៈស្នេហ៍ឯកមេបញ្ជាការកងវរៈស្នាតូច386នៃកងពលតូចថ្មើរជើងលេខ11កន្សែងសូត្រទី2លោកទឹមថោជានីតិហ៊ានសកម្មចំនួនទី6ក្នុងឆ្នាំ1975ជាវរៈស្នេហ៍ឯកជាអភិបាលខេត្តកោះកុងទី3លោកស្រីទឹមសាមឿនសពថ្ងៃនៅរស់ក្នុងប្រទេសកម្ពុជាអាយុ88ឆ្នាំបើគិតត្រឹមឆ្នាំ2020ទី4លោកចាបសារ៉ាត់ជានីតិហ៊ានសកម្មចំនួនទី16ស្លាប់នៅលើសមុទ្រភូមិខេត្តតាកែវក្នុងឆ្នាំ1971នៅកាលនោះជាអនុស្នេហ៍តូកងអត្តឃាតក្នុងកងពលធំលេខ1ទី5លោកចាបតូនីនីតិហ៊ានសកម្មចំនួនទី21ក្នុងឆ្នាំ1975ជាវរៈស្នេហ៍ត្រីមេបញ្ជាការកងវរៈស្នាតូចទ័ពពិសេសឆាត់យោងមានរហស្សនាមថាដាវជ័យ1លោកត្រូវកងឆ្លប់សម្លាប់នៅក្នុងឆ្នាំ1975នៅតានីទុកមាសពេលចេញពីភ្នំពេញ6លោកចាបសាវាងក្នុងឆ្នាំ1975ជាអនុស្នេហ៍តូផ្នែកចារកម្មមានដំណឹងថាសពថ្ងៃរស់នៅស្រុកបារាំងនៅក្នុងថ្ងៃទី18ខែមេសាក្នុងឆ្នាំ1975ក្នុងពេលជម្លៀសចេញពីភ្នំពេញហើយក្រុមគ្រួសារខ្ញុំកំពុងប្រជ្រៀតគ្នារុញច្រានគ្នាសម្រុកចេញពីទីក្រុងភ្នំពេញតាមការគំរាមបាញ់សម្លាប់ពីពួកខ្មែរក្រហមមនុស្សកកកុញរើខ្លួនស្ទើរពំរួចយើងដើរនៅលើដីក្រោមចិញ្ចើមផ្លូវនៅរោដំទល់មុខវិមានរដ្ឋចំការមនប្រហែលម៉ោង10ព្រឹកនៅពេលកំពុងកកស្ទះពេញថ្នល់ស្រាប់តែមានរថយន្តជីប A2 មួយគ្រឿងបើកប្រជ្រៀតពងមនុស្សនៅលើរថយន្តនោះខ្ញុំឃើញមានលោកវរៈស្នេហ៍តូនិងមានទាហាន4នាក់មានកាន់កាំភ្លើងយន្តដាក់បញ្ឈរនៅលើរថយន្តរីក្របជាខ្សែរថយន្តជាប់គាំងនៅក្នុងវងមនុស្សទៅមុខមិនរួចខ្មែរក្រហមមួយក្រុមលើកកាំភ្លើង B40 ជាច្រើនដើមឈរតម្រង់ចំពីមុខរថយន្តប្រហែល10ម៉ែត្រមេគេម្នាក់ស្រែកពីចម្ងាយបញ្ជាឲ្យទាហានទាំងនោះទម្លាក់អាវុធចុះចេញពីលើរថយន្តដើម្បីនិយាយគ្នាខ្ញុំឃើញលោកវរៈស្នេហ៍នោះងាកទៅក្រោយមិនដឹងជានិយាយអ្វីជាមួយកូនចៅទើបគាត់ព្រមចុះពីលើរថយន្តមកឈរផ្អែកមុខកាប៊ីនរថយន្តគ្មានអ្នកណាហ៊ានចូលទៅទេព្រោះគាត់មានកាំភ្លើងខ្លីព្យួរនៅចង្កេះមុនពេលស្លាប់គាត់មានកាយវិការសង្ហាគួរឲ្យចងចាំណាស់គាត់ហូតបារីមកបៀមយកឈើគូសមកអស់នៅក្បែរកែងជើងតាមស្ទាយ cowboy ហើយអុចបារីជួបបង្ហុយផ្សែងបាត់បន្តិចទើបគាត់ដោះខ្សែក្រវ៉ាត់មានកាំភ្លើងខ្លីនោះហុចទៅឲ្យមេខ្មែរក្រហមដែលកំពុងនាំគ្នាដើរចូលមកជិតទទួលយកកាំភ្លើងហើយសមមិត្តទាំងនោះទាមទារឲ្យគាត់ដោះសាក់ដែលដាក់ពីមុខទ្រូងចេញខ្ញុំឮគាត់ស្រែកសន្ធាប់ថាអញមិនដោះទេសាក់នេះជាសាក់កិត្តិយសច្បាំងលើស្មរភូមិភ្លាមនោះគាត់ប្រលេះលាវអាវលោកយកកាំភ្លើងខ្លីដែលលាក់ទុកក្រោមគ្លីយ៉ាងរហ័សបាញ់កដាលក្បាលមេខ្មែរក្រហមនៅចំពីមុខនោះទៅ
ហើយ3 4នាក់ដែលឈរនិយាយទល់មុខក៏ត្រូវគ្រាប់ដួលស្លាប់ភ្លាមៗទាហាននៅលើរថយន្តក៏បាញ់កាំភ្លើងយន្ត30 មីលីម៉ែត្ររោទៅហឹងទៅវងទ័ពខ្មែរក្រហមនៅចំពីមុខភ្លាមនោះ B40 គុំគ្នាជាច្រើនបាញ់ស្រោចទៅលើរថយន្តអណ្ដាតភ្លើងខៀវស្រងាត់ឆេះសន្ធោសន្ធៅផ្សែងហុយលើអាកាសសាកសពពួកគាត់ឆេះរួញក្រញ៉ង់ជាការចម្លែកអស្ចារ្យសកិត្តិយសរបស់ពួកគាត់មិនឆេះទេគឺនៅត្រដែតលើទ្រូងសពក្នុងពេលនោះមិនដឹងជាមានអ្នកណាស្លាប់ខ្លះទេជាសំណាងដែលខ្ញុំដើរនៅលើផ្លូវដីខាងក្រោមទើបរួចពីក្របកាំភ្លើងទាំងនោះជាការពិតនៅនឹងភ្នែករបស់ខ្ញុំនៅចុងឆ្នាំ1975ក្នុងរបបប្រល័យពូជសាសន៍3ឆ្នាំ8ខែ20ថ្ងៃខ្ញុំធ្លាក់ខ្លួនឈឺជាទម្ងន់នៅសល់តែស្បែកដណ្ដប់ឆ្អឹងរងចាំតែសេចក្តីស្លាប់គ្មានថ្នាំសង្កូវគ្មានចំណីអាហារហើយគ្រប់គ្នាបានចេញទៅធ្វើការស្ងាត់ភូមិតាំងពីព្រលឹមទល់ព្រលប់ទើបអាចត្រឡប់មកជំរកវិញខ្ញុំគ្មានសង្ឃឹមថានឹងអាចរស់បានទៀតទេអ្នកម្ដាយខ្ញុំនិងប្អូនពៅខ្ញុំជាអ្នកឆ្លៀតមើលថែរក្សាក្រែងពេលណាមួយសំណាងអាចនឹងជាវិញជាច្រើនខែកន្លងផុតទៅជំងឺគ្មានធូរស្បើយអ្នកម្ដាយខ្ញុំតែងនឹកបន់ស្រន់ផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំរាល់ពេលដែលគាត់មកមើលថែរក្សាដោយក្តីករុណាខ្ញុំរស់នៅភូមិព្រែកសាមៀនឃុំកញ្ចាស្រុកឆ្លងខេត្តក្រចេះកាលនោះតំបន់21នៅជាប់ដងទន្លេដីនៅតំបន់នោះកម្រមានដើមដូងណាស់ឯដើមត្នោតក៏គ្មានមួយដើមយប់មួយឆ្កែលូក្រលួចគួរឲ្យព្រឺក្បាលខ្ញុំនិងអ្នកម្ដាយដេកមិនលក់ទេស្រាប់តែមានក្លន់ចម្លែកម្លេះបំភីមកក្រអូបឈ្ងុយហើយច្រមុះយើងធំក្លន់ផ្កាត្នោតស្រុកស្រែដែលគួរឲ្យងឿងឆ្ងល់មិនក៏ចម្លែកម្លេះបើទីនោះគ្មានដើមត្នោតផងដោយអស់កម្លាំងពេកក៏សងំដេកទៅមិនទាន់ដេកលក់ភ្នែកខ្ញុំនៅបើកនៅឡើយដូចជាស្ដែងពេកមិនគួរឲ្យជឿតតែសោះតែវាជាការពិតដែលខ្ញុំបានឃើញពេលនោះលោកឪពុកខ្ញុំក្នុងឯកសន្តានស្អាតជានីតិហ៊ានជាន់ខ្ពស់មានទាំងម្ដាសាក់ឈរនៅចុងជើងខ្ញុំលោកឪពុកញញឹមហើយមានប្រសាសន៍ថាកូនឯងមិនស្លាប់ទេពុកមកជួយកូនហើយរួចគាត់អង្គុយចុះយកដៃស្ទាបអង្អែក្បាលខ្ញុំថ្នមរួចលោកងើបឈរសើចទាំងញញឹមដើរចេញបាត់ទៅខ្ញុំភ្ញាក់ព្រឺតខ្ញុំមិនមែនយល់សពទេខ្ញុំកេះខ្សឹបប្រាប់ម្ដាយខ្ញុំនិយាយថាឪពុករបស់ឯងមកមើលហើយអញ្ចឹងតើបានមុននេះមានក្លិនក្រអូបផ្កាត្នោតព្រោះឪពុកឯងជាពូជពងស្រុកស្រែអ្នកអង្គតាសោមខេត្តតាកែវដែលសម្បូរដើមត្នោតហើយប្រលឹងដូនតាខាងឪពុកមកជួយយកអាសាយើងហើយចាប់ពីស្អែកឡើងខ្ញុំចាប់ផ្ដើមស្រាក់ស្រានពីជំងឺនៅប៉ុន្មានថ្ងៃក្រោយមកខ្ញុំបានជាសះស្បើយមែននេះជារឿងពិតដែលខ្ញុំឃើញប្រកាសចងចាំរៀនប្រដៅកូនចៅចំនួនក្រោយថាសូមកូនកុំភ្លេចរំលឹកគុណដល់អ្នកមានគុណលោកជួយថែរក្សាការពារយើងជានិច្ចហើយត្រូវធ្វើអំពើល្អយើងជាកូនចៅសុចរិតបើទោះបីជានៅក្នុងកលៈទេសៈណាក៏ដោយយើងចាក់ផុតទុក្ខភ័យ